ជំរាបសួរបងប្អូនទាំងអស់គ្នាវីដេអូនេះចង់មកបង្ហាញបងប្អូនពីរបៀបដោះស្រាយបញ្ហាដាន់ប្លុកនៅក្នុង Messenger បើយើងចង់ដោះប្លុកfriend ដែលយើងបានប្លុកពីមុនមកបងប្អូនអាចធ្វើមកតាមខ្ញុំបានព្រោះមុខងារនេះវាបានប្រូទីតាំងប្រូរបៀបដាន់ប្លុកពីមុនមក2026នេះវាប្លែកខុសពីមុនមកបងប្អូនធ្វើតាមខ្ញុំចូលមកកាន់ Messenger មកបន្តមកទៀតរកពាក្យថា menu បន្តមកទៀតចុចពាក្យថា setting បន្តមកទៀតរកពាក្យថា privacy អូសមកខាងក្រោមរកពាក្យថា block profile ខាងលើនេះបងបាទចូលមកដល់កន្លែងនេះបងប្អូនឃើញ profile ដែលយើងបាន block ពីមុនមកនេះគឺជា friend ដែលខ្ញុំបាន block មានប្រភេទពួកបបែងច្រើនពេកអញ្ចឹងខ្ញុំចេះតែ block ទៅវាចេះឆាតមកហើយបើសិនជាយើងចង់ដោះ block អ្នកណាម្នាក់បងប្អូនចុចពីលើវាមកចុចមកបន្តមកទៀតឃើញពាក្យថា unblock ហើយបងប្អូនចុចពី unblock ហ្នឹងគឺយើងបានដោះ block រួចរាល់យើងអាចឆាតទៅមិត្តភ័ក្តិបានវិញហើយគេក៏អាចឆាតមកយើងវិញបានដែរប៉ុន្តែបងប្អូនត្រូវតែចូលឆែកនៅក្នុង Facebook ទៀតបើសិនជាបងប្អូនបានឆាតបាន block នៅក្នុង Facebook អញ្ចឹងដោះនៅក្នុង Facebook មួយតង់ទៀតទើបអាចឆាតជាមួយគ្នាបានបាទវីដេអូនេះមានតែប៉ុណ្្នឹងទេជម្រាបលាជួបគ្នាវីដេអូក្រោយបាយ